ជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាចាំបងប្អូនទាំងអស់គ្នានេះខ្ញុំផុសនេះឡើងគឺគ្រាន់តែជាសារដល់ទឿនបងប្អូនដែលពូកែភ្លេចភ្លាំងដូចជារូបនេះខ្ញុំផ្ទាល់អញ្ចឹងណាបងប្អូនជាក់ស្ដែងនេះគឺបងប្អូនឃើញវាតាមបន្តិចទៀតទេបងប្អូនបើសិនជានេះខ្ញុំទៅអត់តាន់អ្វីយ៉ាងវានឹងអត់អាចជួយបានអញ្ចឹងណាតែនៅទីនេះដូចជាមានអ្នកដាស់អារម្មណ៍របស់ខ្ញុំឲ្យខ្ញុំទៅឃើញតាន់អញ្ចឹងណាបងប្អូនឃើញនៅក្នុងវីដេអូនេះគឺដំបូងឡើយនៅផ្ទះនាងខ្ញុំគឺកន្លែងលក់កាហ្វេអញ្ចឹងណាបងហើយនាងខ្ញុំក៏មានលក់ជាប្រភេទមីកូកមីឆុងមីអីអញ្ចឹងឲ្យភ្ញៀវអញ្ចឹងទៅហើយដោយសារតែយើងនៅម្នាក់ឯងហើយមួយវិញទៀតគឺចង្ក្រានយើងនៅក្រៅបងទៅទៅពេលហើយភ្ញៀវគាត់មកគាត់កំងមីកូកគាត់កំងមីកូកទៅពេលនាងខ្ញុំមកដាក់ឲ្យភ្ញៀវយើងនៅឃើញថាបាត់ភ្លើងខ្លាំងដើម្បីដាំទឹកឲ្យវាឆាប់ពោះហើយនឹងយើងដាក់ជៀនពងទីឲ្យភ្ញៀវឲ្យហើយអញ្ចឹងណាហើយទៅពេលនេះខ្ញុំកំពុងតែដាក់ឲ្យនឹងបើកភ្លើងទាំងសងខាងអញ្ចឹងទៅពេលនេះខ្ញុំក៏ដាក់ខ្លាញ់ហើយដែរស្រាប់តែមានភ្ញៀវគាត់មករត់ទិញអីនៅមកយើងក៏មើលកាមេរ៉ាឃើញអញ្ចឹងទៅយើងរត់មកមើលភ្ញៀវស្លន់ពេកបងប្អូនយើងក៏ភ្លេចបិទនៅខាងក្រោយហ្នឹងខ្ញុំមកដាក់កាហ្វេឲ្យភ្ញៀវតែមួយកែវឯងហើយនៅពេលដែលខ្ញុំដាក់ហើយក៏ខ្ញុំដើរទៅវិញចែកដល់តែបងប្អូនឲ្យភ្ញៀវគាត់អត់កំងច្រើនកែវគាត់កំងតែមួយទៅពេលដែលយើងមកយើងមើលតន់ទៅក៏យើងសវេសវាទៅបិទពេលស្លន់មកបងបន្តែគាត់ថាទប់ស្មារតីថាធ្វើម៉េចឲ្យវាគ្រប់គ្រងភ្លើងនឹងឲ្យបានគឺធ្វើការបិទសិនខ្ញុំបិទហើយខ្ញុំក៏យកទឹកមកជះនៅក្នុងឆ្នាំងវាឆាបបងវាមិនឆាបក្រាស់វាឆាបក្រាស់មកក្នុងឆ្នាំងផ្ទះហ្នឹងដោយសារតែយើងដាក់ខ្លាញ់ហ្នឹងវាក្តៅខ្លាំងហើយខ្លាញ់ហ្នឹងយើងក៏ដាក់ច្រើនវាក្តៅខ្លាំងវាឆាបវឺបយកអញ្ចឹងហ្មងណាហើយមួយខាងទៀតអត់អីទេនៅពេលដែលខ្ញុំមកហ្នឹងខ្ញុំក៏អត់បានទៅបិទអាធុងហ្គាសហ្នឹងដែរក៏ខ្ញុំស្វាបិទភ្លើងហ្គាសយកតែម្ដងហើយក៏ចាក់ទឹកដាក់ឲ្យបាត់តែមកដល់ពេលហ្នឹងដោយសារខ្លួនឯងដែរថាស្មារតីនៅទប់បានអញ្ចឹងណាតែឃើញភ្លើងវាខ្លាំងប៉ុណ្ណឹងហើយខ្ញុំអត់ភ័យអត់ស្លន់ស្លោអីទាំងអស់ហ្មងគឺថាសម្រួលអារម្មណ៍បិទវាបានយ៉ាងល្អហ្មងអញ្ចឹងអានេះជាសារផ្ដាំផ្ញើដល់បងប្អូនទាំងអស់គ្នាដែរចូលចិត្តដាក់ដាំអីទឹកឬក៏ក្តៅអីមួយស្លក្តៅម្ហូបអីយើងផ្លេចខ្លួនយើងមកអង្គុយលេងអីនៅកន្លែងមុខផ្ទះមុខអីចឹងហើយយើងក្តៅចង់ក្នុងផ្ទះបាយអញ្ចឹងណាបងប្អូនអានេះជាការធ្វើប្រហែលរបស់នាងខ្ញុំឯងខ្ញុំក៏ផ្លេចអាចចំណុចទាំងមួយដែរចឹងបងប្អូនបើសិនជាបងធ្វើការក្តៅម្ហូបឬក៏ធ្វើអីផ្សេងដូចជានាងខ្ញុំអញ្ចឹងជៀនម្ហូបជៀនសាច់អីក៏ដោយបងនៅចាំមើលនៅក្បែរនឹងឬក៏អង្គុយអីកុំទៅណាឆ្ងាយពីនឹងហើយចាំម្ហូបយើងឆ្អិនអស់គ្រាន់ហើយរួចរាល់ហើយចាំយើងដើរចេញលើធ្វើការបិទភ្លើងបិទហ្គាសអញ្ចឹងណាដោយសារនេះនឹងខ្ញុំរត់ទៅមុខផងទៅក្រោយផងទៅមុខទៅក្រោយផងដោយសារយើងមានតែម្នាក់ឯងញៀវគាត់កំងមីយើងទៅនេះក៏យើងមកដាក់អញ្ចឹងទៅហើយបងញៀវគាត់ហៅទៅមុខខ្ញុំក៏ទៅអញ្ចឹងទៅប៉ុន្តែថ្ងៃហ្នឹងគឺខ្ញុំអត់នឹកស្មានហ្មងថាខ្ញុំប្រហែលខ្ញុំភ្លេចដល់ថ្នាក់ហ្នឹងណាចឹងបងប្អូនទាំងអស់គ្នានេះជាសារមួយកុំធ្វើដូចនេះខ្ញុំណាបងប្អូនគួរតែបង្កើនការប្រុងប្រយ័ត្នព្រោះមួយវិនាទីគឺវាអាចរលរៀលឆេះលឿនខ្លាំងមែនតើបើយើងគ្រប់គ្រងវាអត់តាន់នេះសំណាងដែលខ្ញុំមកតាន់ចា៎ហ្នឹងតែប៉ុណ្្នឹងបងអរគុណច្រើន